បើសិនបើឪពុកម្ដាយបើយើងគាត់ជួបរឿងមិនល្អហើយកុំឲ្យវាមានផ្លូវចិត្តរបស់យើងមួយគឺកុំឲ្យរុញខ្លួនឯងចូលទៅក្នុងភាពជាជនរងគ្រោះនឹងទៀតបើសិនបើយើងឃើញថាស្ថានភាពគ្រួសាររបស់យើងអត់ល្អយើងកំពុងតែជួបបញ្ហាអីមួយហើយកុំរុញខ្លួនឯងខ្លាចចូលទៅក្នុងបញ្ហាយើងត្រូវតែខ្លាចទៅជាអ្នកដោះស្រាយមិនថាមានបញ្ហាអីនៅក្នុងគ្រួសារសូមចាត់ទុកវាជាការយល់ច្រឡំសិនកុំចាត់ទុកវាជាបញ្ហាទាំងឪពុកម្ដាយទាំងកូនកុំចាត់ទុកថាវាជាបញ្ហាតែទី2បើវាយល់ច្រឡំក៏ដោយយើងដោះស្រាយមិនចេញក៏ដោយត្រូវជឿថាឪពុកម្ដាយមិនមានចេតនាក្នុងការធ្វើបាបកូនទេអ្នកដឹកនាំគេតាមយើងលុះត្រាតែយើងអាចជះឥទ្ធិពលវិជ្ជមានទៅឲ្យអ្នកដទៃធ្វើឲ្យអ្នកដទៃនឹងគាត់រំភើបចិត្តហើយគាត់ចង់មកតាមម្នាក់ណាព្រលឹងខ្មែររបស់យើងអ្នកដឹកនាំយើងបានឲ្យកំណត់ថាអ្នកដឹកនាំនៅក្នុងសង្គមការងារត្រូវតែចាត់ទុកឲ្យដូចជាកូនចៅហើយកូនចៅកំពុងតែធ្វើការនេះក៏ត្រូវតែចាត់ទុកអ្នកដឹកនាំជាឪពុកម្ដាយវិញហើយនឹងចាត់ទុកអ្នកដែលធ្វើការជាមួយនោះគឺជាបងប្អូនក្នុងនាមជាអ្នកដឹកនាំម្នាក់គឺយើងមិនអាចទៅលីដឬក៏ទៅដឹកនាំដោយផ្ទាល់ចំពោះមនុស្សច្រើនអ្នកទេក្នុងនាមជាអ្នកដឹកនាំកម្ពុជាម្នាក់តែយើងមានកូនចៅរហូតដល់500នាក់ប៉ុន្តែយើងទៅលីដពួកគាត់ទាំងអស់វាមិនអាចទេវាត្រូវការមានសេនាធិការឆ្វេងស្ដាំឬក៏មានមនុស្សសំខាន់ទី2ឬក៏ទី3ដើម្បីទៅដឹកនាំពួកគាត់បន្តកម្មវិធីគ្រូនិងអ្នកដឹកនាំដើម្បីគ្រូអស្ចារ្យអ្នកដឹកនាំអស្ចារ្យនិងមនុស្សជាតិអស្ចារ្យចង់អភិវឌ្ឍភាពជាអ្នកដឹកនាំកុំភ្លេចទស្សនាកម្មវិធីគ្រូនិងអ្នកដឹកនាំ